ជំរាបសួរពុកម៉ែបងប្អូនថ្ងៃនេះយើងបានមករៀនធ្វើអាំងសាច់គោអញ្ចឹងណាបងប្អូនណានេះយើងកំពុងតែបុកគ្រឿងហើយយើងដើម្បីយកមកប្រឡាក់សាច់អញ្ចឹងណាបងប្អូនណាហើយយើងនេះមានន័យថាចង់ញ៉ាំសាច់អាំងអញ្ចឹងណាអញ្ចឹងយើងរៀនធ្វើអញ្ចឹងបងប្អូនយើងដាក់ប្រេងខ្យងប្រេងអីប្រឡាក់សាច់ប្រឡាក់គ្រឿងទៅដើម្បីឲ្យមានរសជាតិឆ្ងាញ់អញ្ចឹងនៅពេលដែលយើងអាំងញ៉ាំទៅខាំទៅគឺឆ្ងាញ់តែម្ដងអញ្ចឹងណាយើងដាក់ខ្លាញ់តិចទៅបងប្អូនណានៅពេលដែលយើងលាយខ្លាញ់តិចទៅពេលយើងអាំងអីទៅវាល្អដែរអញ្ចឹងណាទីខ្លះគេដោយលាយខ្លាំងសុទ្ធតែម្ដងបងប្អូនអើយប៉ុន្តែបើសិនជាយើងទិញគេវិញណាបងប្អូនសម្បូរខ្លាញ់ណាខ្លាញ់ហូបហើយសាច់ល្អទេអញ្ចឹងបងប្អូនណាបើយើងទិញយកមកធ្វើខ្លួនឯងអញ្ចឹងមកសាច់ល្អហើយលាយដាក់ខ្លាញ់ដាក់អីសាច់ល្អទាំងអស់ជាពិសេសគ្រឿងតែម្ដងនេះយើងមិនភ្លេចទេគេថាប្រទេសផ្លោកប្រទេសធំណាយើងឆ្នាំវាឲ្យម៉ត់មកយើងដាក់លាយជាមួយអញ្ចឹងណាដើម្បីបង្កើនរសជាតិហើទៅតិចហ្នឹងគឺឆ្ងាញ់តែម្ដងអញ្ចឹងណានេះเราយើងកូរវាឲ្យចូលគ្រឿងតិចទៅជាមួយនឹងម្ទេសយើងហ្នឹងយើងកូរវាបន្តិចគឺហើយហើយតែគោគេដល់ចង្កាក់បែបនេះអញ្ចឹងណាបងប្អូនណាយើងដើម្បីយើងងាយស្រួលក្នុងការអាំងវាយកមកហូបទៅគឺឆ្ងាញ់អញ្ចឹងណាបើយើងអាំងទាំងមូលមិនឆ្ងាញ់ទេវាអត់សូវចូលគ្រឿងទេនេះយើងដល់ជាចង្កាក់រួចរាល់អស់ហើយយើងងាកមកធ្វើជ្រក់ល្ហុងម្ដងអញ្ចឹងណាហើយជ្រក់ល្ហុងនេះដែរបងប្អូនណាគ្រឿងផ្សំច្រើនណាជ្រក់សាច់អាំងនេះបងប្អូនណាមានទាំងពីល្ហុងការ៉ុតអូសក់មើលខ្ទឹមស្លឹកខ្ទឹមឯណាច្រើនណាបងប្អូនណាបងប្អូនណាមានបន្ទេសមានអីទៀតច្រើនដែលបងប្អូនអាចដាក់បានអញ្ចឹងណាហើយថ្ងៃនេះខ្ញុំរៀនធ្វើបងប្អូនអើយមិនដឹងថាឆ្ងាញ់មិនឆ្ងាញ់ទេបើបងប្អូនមានបច្ចេកទេសអីទៀតជួយប្រាប់អញ្ចឹងណាពីព្រោះនេះគឺជាការរៀនធ្វើតើជុំគ្នាអញ្ចឹងណាឲ្យមានតែវាឆ្ងាញ់អត់អីអញ្ចឹងណាបងប្អូនណាដោយសារយើងជុំបងប្អូនអញ្ចឹងយើងធ្វើហូបជុំគ្នាអញ្ចឹងណាឥឡូវនេះយើងចាប់ដើមលេងឲ្យបងប្អូនតំណងដែរមើលជ្រក់បងប្អូនណាតំណងហូបមែនទេបងប្អូនអើយនេះថាធ្វើខ្លួនឯងស្អីក៏ខ្លួនឯងដែរបងប្អូនអើយជាតិណានេះបងប្អូនរួចរាល់ហើយអស់ហើយបងប្អូនណាចាំតដាក់សាច់អាំងទៅគឺឆ្អិនហើយឆ្ងាញ់តែម្ដងអញ្ចឹងណានេះឥឡូវពងចាប់ដើមអាំងសាច់ឲ្យមកឈ្ងុយពេញផ្ទះតែម្ដងបងប្អូនណាហើយមើលបងប្អូនតំណងហូបណាដោយសារអីសាច់យើងធ្វើខ្លួនឯងអញ្ចឹងណាគាត់ថាធ្វើខ្លួនឯងមើលទៅតំណងសាច់ឲ្យមានខ្លាញ់ចេះមួយចេះពីរទេអញ្ចឹងណាបងប្អូនណាហុយធម្មតានៅពេលដែលយើងអាំងសាច់វាឲ្យក្លិនគឺជះក្លិននៅវាស្រក់ខ្លាញ់មកនៅលើភ្លើងប្លង់អញ្ចឹងទៅវាធ្វើឲ្យហុយផ្សែងអញ្ចឹងហើយឬតាមផ្សែងគឺឈ្ងុយតែម្ដងអញ្ចឹងណាបងប្អូនណាគាត់តែនិយាយចង់ស្រក់ទឹកមាត់បងប្អូនហើយបងប្អូនញ៉ាំជុំគ្នាជឿមចាស់ទៀតឆ្ងាញ់មែនតើណានេះបើសិនយើងញ៉ាំនេះទៅឆ្ងាញ់មែនទេបើសិនយើងបានគ្នាច្រើនអញ្ចឹងទៅដាក់ជ្រក់មួយចានសាច់អាំងមួយចានហើយញ៉ាំជុំគ្នាទៅជជែកគ្នាបដាញ៉ាំបដាលោកបដាមើលបដាទៅញ៉ាំអត់ដឹងអស់ពីចានទេអញ្ចឹងណាជាពិសេសគឺឆ្ងាញ់អញ្ចឹងណាបងប្អូនណាអរគុណ